Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិប្រិមត្តទូរទស្សនិកជននៅក្នុងពេលនេះកម្មវិធី The Voice Cambodia វគ្គ Live Show សប្តាហ៍ទី5វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់គឺតម្រូវទៅលើការបញ្ចេញសមត្ថភាពរបស់កូនក្រុម Coach កញ្ញាហើយសម្រាប់អ្នកដែលត្រូវឡើងមកបញ្ចេញនូវសមត្ថភាពនៅលើឆាកដ៏អស្ចារ្យនៅក្នុងរាត្រីនេះគឺតម្រូវទៅលើបេក្ខជនដែលអញ្ជើញមកពីខេត្តបាត់ដំបងសង្ស័យគង់មានគេមើលថែបងដឹងថាអូនជឿមិនអាចខត់អូនទេបើមានពេលមានហេតុផលផ្ទាល់ខ្លួនបងគ្មានសំណាងនឹងអូនជ្រើមិននៅទៅផ្លូវដែលអូនត្រូវដើរចេញទៅព្រមបងមិនស្មើគេបងយល់ច្បាស់ចិនពើអូនត្រូវទៅព្រមអស់ពេលកំដរអរគុណអូនដែលកំដរចិត្តបងអរគុណអ្វីគ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបងជាខូចចិត្តអរគុណដែលបានផ្ដល់ពិតចិត្តបងវល់វល់តែព្យាយាមញញឹមខ្ទមបេះដូងតែមិនអាចអង្វរស្រីបានគ្រប់យ៉ាងត្រូវអត់លើបំបានទូបងចាំស្អែកមិនដូចមុនបងស៊ូទ្រាំមានទុកក្នុងទ្រូងតែម្នាក់ឯងរងចាំថ្ងៃមួយបងបងពេញលងរូបអូនចេញពីបេះដូងមិនចង់ឲ្យខ្លួនឯងឈឺចាប់បើចង់បែកបងហើយស្រីពេញនៅនឹងមាននៅអ្វីជីវិតមកចាត់ចិត្តជួយនឹងសេខ្ទមបេះដូងតែមិនអាចបងបោះស្រីបានគ្រប់យ៉ាងត្រូវដល់ភ្លឺបំបែកទូងបងចាំស្អែកមិនដូចមុនបងស៊ូទ្រាំមានទុកក្នុងទ្រូងតែមិនដឹងអើយរងចាំថ្ងៃមួយបងមកព្រៃលោករូបអូនចេញពីបេះដូងមិនចង់ឲ្យខ្លួនឯងឈឺចាប់បើចង់បែកបងហើយស្រីពេញនៅនឹងទៀតមាននៅអ្វីជីវិតមកចាស់ចិត្តជួយអ្នកសេបាទអរគុណអរស្នូទៅដៃបាទជូនទៅដល់បេក្ខជនលីសុកដេតបាទមកពីខេត្តបាត់ដំបងបាទអបអរសាទរស្អាតថ្ងៃនេះបាទអរគុណច្រើនឥឡូវនេះសូមផ្ដល់យោបល់ពីខូចសវណ្ណរាជបាទផ្ដល់យោបល់ជូនបាទសូមអញ្ជើញបាទអរគុណសម្រាប់សុកណេតថ្ងៃនេះផ្ទាល់ចម្រៀងមួយបទនេះហាក់ស៊ីជាមួយនឹងសម្លេងរបស់ប្អូនបាទប៉ុន្តែចូលដំបូងបន្តិចហាក់ដូចជាអត់ទាន់ចូលអារម្មណ៍ប៉ុន្តែបន្តទៅទៀតគឺធ្វើបានល្អទាំងតង់ឡើងទៅខាងលើក៏ដោយហាក់ដូចជាស្មើគ្នាហើយស៊ីជាមួយនឹងសម្លេងប្អូនអញ្ចឹងមកសូមជូនពរឲ្យសុកណេតបានទទួលការគាំទ្រពីទស្សនិកជននៅក្នុងយប់នេះបាទអរគុណជាបន្តសូមការផ្ដល់យោបល់ពី Coach បាច់រិទ្ធផ្ដល់យោបល់ជូនបាទសូមអញ្ជើញអរគុណសម្រាប់សុកណេតគឺនៅក្នុងថ្ងៃនេះសុកណេតធ្វើបានល្អមានការតាំងចិត្តបានន័យថាត្រៀមខ្លួនរួចជាស្រេចមុនពេលចូលប្រយុទ្ធហើយហាក់ដូចជាចេះប្រើកម្លាំងនៅក្នុងការប៉ាន់ស្មានៅក្នុងការច្រៀងបានន័យថាត្រូវប្រើកម្លាំងត្រូវប្រើបច្ចេកទេសយ៉ាងម៉េចដើម្បីសន្សំកម្លាំងរបស់ខ្លួនឯងពេលដែលស្រែកគឺស្រែកឡើងឲ្យរួចប៉ុន្តែបងគិតថាប្រសិនបើសុកណេតមានការ control នៅកន្លែងដែលស្រែកឲ្យខ្លាំងជាងនេះបន្តិចទៀតហើយប្រើសម្លេងឲ្យច្បាស់ជាងនេះបន្តិចទៀតរឹតតែល្អជូនពរឲ្យសុកណេតជោគជ័យនៅក្នុងយប់នេះអ
អរគុណបាទបន្តទៀតបាទសូមយោបល់ពីខូចកញ្ញាបាទសូមផ្ដល់យោបល់ជូនបាទ ចាអរគុណនៅការផ្ដល់យោបល់ពីរាជក៏ដូចជាបង្រិតនេះគឺជាបទពិសោធន៍សម្រាប់បងអូនបន្តទៅទៀតប៉ុន្តែធៀបពិតគឺការដែលពេលសមបងអូនធ្វើមិនសូវបានល្អទេតែដល់ពេលអំបញ្ញមិញនេះគឺបងអូនធ្វើបានល្អធ្វើឲ្យបងរំភើបចិត្តជាមួយនឹងបងអូនរាល់ចាអរគុណចារាល់ការដកដង្ហើមនិងទប់សម្លេងរបស់បងអូនធ្វើបានល្អខ្លាំងណាស់អូនអាច control សម្លេងខ្លួនឯងតាំងពីវគ្គដំបូងរហូតដល់វគ្គស្រែកគ្រាន់តែថាដល់ពេលយើង control ទៅដោយសារបត់នឹងរៀងតឹងប៉ុន្តែដល់ពេលដែលអូនស្រែកនៅតែស្រែកដល់គ្រាន់តែថាបងចង់ឲ្យដូចបងរដ្ឋាអញ្ចឹងឲ្យយើងមានការទប់ខ្លាំងជាងនឹងបន្តិចទៀតដើម្បីឲ្យស្ដាប់មកដូចយើងលះជាងនឹងថាយើងមានកម្លាំងច្រើនជាងនឹងទៀតប៉ុន្តែបងអូនធ្វើបានល្អបងសង្ឃឹមថាការវិវត្តខ្លួនរបស់បងអូនកាន់តែជោគជ័យជាងនេះសូមឲ្យបងអូនទទួលបានការវោតនិងឈ្នះនៅក្នុងវគ្គនេះបន្តទៅវគ្គផ្ដាច់ព្រាត់ សូមអរគុណដល់ខូចកញ្ញាបាទអរគុណដល់បងអូនបាទលីសុកណេតសូមបញ្ជាក់ជូនថាបើសិនជាលោកអ្នកពេញចិត្តនៅទឹកដមសំនៀងរបស់បេក្ខជនលីសុកណេតបេក្ខជនលីសុកណេតមានលេខសម្គាល់លេខ3ត្រៀមលក្ខណៈដើម្បីបោះឆ្នោតគ្រប់គ្រងនៅក្នុងជុំទី1